តាំងស្ថាវិនអូនណាបើសិនជីផ្លូវជាតិខ្សែមួយអូនណាបត់ឆ្វេងឬបត់ស្ដាំអូនតោះបងប្អូនទស្សនាជាមួយនាងខ្ញុំណាបងប្អូនមកពីភ្នំពេញតាមផ្លូវជាតិលេខ4មកដល់ផ្សារថ្នល់តតឹងបងប្អូនបត់ឆ្វេងតាមផ្លូវជាតិខ្សែមួយនឹងបងប្អូនជិះត្រង់រហូតមកដល់ផ្សារត្រពាំងអណ្ដើកចាមានផ្លូវបត់ឆ្វេងបត់ស្ដាំណាបងប្អូនអត់ទៅត្រង់ទេអត់បត់ស្ដាំទេបងប្អូនបត់ឆ្វេងកន្លែងបត់ឆ្វេងហ្នឹងគឺទីប្រជុំជនមានលក់មាន់ដុតត្រីដុតទីអាំងមាន់អាំងបន្លែផ្លែឈើមានទាំងអស់បងប្អូនអាចទិញយកហូបកន្លែងនេះខ្ញុំបានណាចាបងប្អូនបត់ឆ្វេងប្រហែលជា1គីឡូដីបងប្អូនងាកចាស្ដាំដៃឃើញក្រាសាំងតេឡាចាស់មួយបងប្អូនងាកទៅឆ្វេងដៃឃើញទឹកលហលហេមមានភ្នំហ្នឹងបងប្អូនបត់ស្ដាំបងប្អូនចូលប្រហែលជា300ម៉ែត្រនឹងឃើញកន្លែងលក់បុកលហុងនេះខ្ញុំហើយតាមពិតទៅកន្លែងនាងខ្ញុំហ្នឹងបងប្អូនមុនដំបូងគឺនាងខ្ញុំចង់បង្កើតលក្ខណៈមហូបកំងថ្មីតែម្ដងលោកប្តីនាងខ្ញុំដាំបន្លែនាងខ្ញុំអ្នកធ្វើចុងភៅផ្ទាល់កាន់កាប់នៅចុងភៅលោកប្តីនាងខ្ញុំកាន់ខាងក្រៅក៏ប៉ុន្តែមានគ្រោះថ្នាក់ចរាចរណ៍ឡានធំមកបុកហ្នឹងនាងខ្ញុំដូរចា150 360ដឺក្រេហ្មងនាងខ្ញុំលក់លក្ខណៈសម្រន់បងប្អូនចាហើយមានបងប្អូនមកលេងពេលថ្ងៃក៏ដូចជាពេលយប់ក៏ថាគាត់ចង់បានម្ហូបកំងចានាងខ្ញុំក៏ឲ្យកូនចៅនាងខ្ញុំធ្វើជូនហើយអត់ឆ្ងាញ់ទេបងប្អូនហើយពេលខ្លះក៏ត្រូវមកទៅពេលខ្លះក៏សាបពេលខ្លះក៏ភ្លាវពេលខ្លះក៏ជូរពេលខ្លះក៏ផ្អែមពេលខ្លះក៏ប្រៃអញ្ចឹងណាឥឡូវហ្នឹងនាងខ្ញុំបាត់ទេណាបងប្អូនណានាងខ្ញុំនឹងឆ្លៀតពេលវេលាមុនជុំនាងខ្ញុំនឹងដូរមីនុយថ្មីចាអត់មានម្ហូបកំងទេមានលក្ខណៈសម្រន់សុទ្ធតែម្ដងចាដូចជាបុកល្ហុងដូចជាគ្រឿងញ៉ាំគ្រឿងភ្លាចាគ្រឿងឆឹងចាស្លាប់មន់ឆឹងបែបកូរ៉េស្លាប់មន់ឆឹងបែបសិង្ហបុរីក៏ដូចជាមានស៊ុបមីហិលបែបគ្រួសារស៊ុបต้มយ៉ាំបែបគ្រួសារក៏ដូចជាស៊ុបផ្សិតបែបគ្រួសារចានិយាយចំលក្ខណៈនាងខ្ញុំចេញរូបមន្តនាងខ្ញុំធ្វើគ្រឿងកូនចៅរបស់នាងខ្ញុំអ្នករៀបចំបងប្អូនបើលក្ខណៈមហូបកំងលែងមានទៀតហើយណាបងប្អូនជាទូទៅបងប្អូនតែងតែនិយាយបន្ទោសនាងខ្ញុំថាហេតុអ្វីនាងខ្ញុំលក់អញ្ចឹងមិនលក់មុខមហូបកំងទៅចាបានលុយច្រើនជាងបងប្អូនអើយនាងខ្ញុំនិយាយដដែលចាបងប្អូនគិតទៅមើលថានាងខ្ញុំឥឡូវនេះមិនមែនជាពូថៅទេនាងខ្ញុំគឺជាម្ជុលបងប្អូនចាពូថៅអត់អាចយកមកដេរចាខោអាវបានទេនាងខ្ញុំជាម្ជុលអញ្ចឹងបងប្អូនគិតខ្លួនឯងទៅម្ជុលអត់អាចលក្ខណៈទៅកាប់ចាអស់បានទេចាពូថៅក៏អត់អាចយកមកដេរកៅអៅបានដែរអញ្ចឹងហើយនាងខ្ញុំធ្វើអ្វីដែលនាងខ្ញុំធ្វើទៅរួចសប្តាហ៍ថ្ងៃនេះគឺនាងខ្ញុំធ្វើហ្នឹងដើម្បីប្រជាជនខ្មែរ10នាក់បន្តិចហ្នឹងមានការងារធ្វើទេបងប្អូនចំពោះសុខភាពផ្លូវចិត្តផ្លូវកាយរបស់នាងខ្ញុំបានត្រឹមតែប៉ុណ្្នឹងចឹងហើយមេតាត្រៀនទៀនជ្រាបផងណាហេ